សួស្តីអ្នកនរគ្នាបាទមកទៀតហើយថ្ងៃនេះផងដែរខ្ញុំមកបង្ហាញបងប្អូនរបៀបកាត់សក់ឡុងសុងស2តង់អញ្ចឹងណាបងប្អូនតោះអញ្ចឹងទៅទស្សនាអ្នកនរគ្នាបាទម៉ូតសក់នេះជាដំបូងខ្ញុំឡើងម៉ូទ័រថ្មិញលេខ1ម៉ូទ័រថ្មិញលេខ1នេះរៀងស៊ីខ្លាំងបន្តិចដោយសារតែវាជាម៉ូទ័រ ZS វាអត់ដូចថ្មិញម៉ូទ័រ M10 ទេចឹងបងប្អូនទស្សនាការឡើងម៉ូតសក់របស់ខ្ញុំបានបាទឡើងមួយឲ្យបងប្អូនមើលបានយល់បើសិនជាបងប្អូនធ្វើតាមខ្ញុំក៏បានដែរបាទយើងឡើងលេខរៀងស្ដើងមកយើងធ្វើការរៀងលឿនអញ្ចឹងណាបើសិនជាយើងឡើងលេខក្រាស់យើងធ្វើការ2ដងទៅ3ដងអីចឹងទៅអញ្ចឹងមានន័យថាដំបូងបើសិនជាយើងឡើងលេខ1កន្លះឬក៏លេខ2យើងអាចធ្វើការម្ដងហើយតលេខ1ហើយតលេខ0កន្លះទៀតអញ្ចឹងបើសិនជាបងប្អូនរៀងនឹងដៃហើយបាទសម្រាប់អ្នកតំរៀនឬក៏បងប្អូនដែលអត់ទាន់ចេះកាត់នឹងដៃអញ្ចឹងណាបាទបើសិនជាបងប្អូនមេធំចេះហើយបាទមើលអូម្លងទៅវីដេអូខ្ញុំចែកម្លែកសម្រាប់បទគេហៅថាចែកម្លែកបទពិសោធន៍សម្រាប់ជាងអីថ្មីឬក៏បងប្អូនយើងដែលចង់ចេះរៀនកាត់សក់បាទអាចរៀនបានហើយអាចមើលទៅយើងធ្វើរបៀបម៉េចបងប្អូនធ្វើតាមខ្ញុំអញ្ចឹងណាហ្នឹងហើយអ្នកគ្នាដល់ឥឡូវនេះយើងរំលាយជើងសក់រំលាយឲ្យស្អាតមកហើយផ្លុំសក់ចេញម្ដងដោយសារតែកុំឲ្យស្គៀបហើយសក់ធ្នេលើហ្នឹងបើសិនជាយើងចង់សេរីក៏សេរីទៅបាទចាំសេរីពេលក្រោយក៏បានដែរតែនៅក្នុងវីដេអូនេះគឺខ្ញុំសេរីតែម្ដងបាទហើយសេរីម្ដងហ្នឹងគឺមិនមែនហើយតែម្ដងទេគ្រាន់តែកាត់ឲ្យវាចេញជារូបរាងចេញជាត្រីអញ្ចឹងណាហើយតមកយើងក៏ច្រឹបជើងសក់ឲ្យចេញជារូបរាងបាទបានមើលទៅយើងឃើញស្អាតបើសិនជាយើងមិនច្រឹបទេមើលទៅអត់ឃើញស្អាតទេវាអត់ចេញជារូបរាងទេបាទដូចមនុស្សយើងធ្វើខ្លួនអត់សិតសក់លាកកៅអៅស្អាតអញ្ចឹងណាសក់ដូចគ្នាអញ្ចឹងបងប្អូនមើលមួយទៅបាទសម្រាប់យើងដើរក្រាស់បាទហើយបងប្អូនដើរក្រាស់តាមខ្ញុំក៏បានដែរណាបងប្អូនដើរក្រាស់ក៏មិនបាច់កាត់លូបទេយើងកាត់តិចបានហើយកាលណាយើងកាត់តិចម៉ូទ័រធ្វើការរៀងស្រាលតែបើយើងកាត់លូបទៅម៉ូទ័រនឹងធ្វើការរៀងធ្ងន់អញ្ចឹងវាស៊ីសក់អត់ដាច់ទេហើយឆាប់រិលម៉ូទ័រហើយសម្រាប់ម៉ូទ័របងប្អូនមុតបងប្អូនធ្វើអញ្ចឹងធ្វើទៅបាទមិនអីទេសម្រាប់ម៉ូទ័រខ្ញុំអត់មុតគឺខ្ញុំកាត់ម្ដងតិចបាទហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីយើងច្រឹបហើយយើងបបោសស្អាតចេញម្ដងទៀតសម្អាតគាត់ចេញម្ដងទៀតអញ្ចឹងណាហើយតមកគឺយើងរំលែងភ្ជាប់ពីលេខ1បាទនឹងលេខ 0.6.7 បាទត្រៀងតឡើងចុះឡើងតាមជាក់ស្ដែងសក់អញ្ចឹងណាកន្លែងណាអុចខ្មៅគឺយើងតឡើងកន្លែងណាអុចអត់ខ្មៅគឺយើងតម្លាក់មកមានន័យថាម៉ូទ័រហ្នឹងយើងតម្លាក់ដំបូងយើងពាក់ពុំលេខ5 0.5 នៅពេលដែលយើងពាក់ពុំ 0.5 ហើយយើងតម្លាក់ថ្មីម៉ូទ័រទៅទី4លេខទៀតវាទៅជាលេខ9ហើយទៅជា 0.9 ណាបងប្អូនយល់អត់អញ្ចឹងបងប្អូនអាចមើលដៃខ្ញុំខាងស្ដាំនេះខ្ញុំកន្លោះចុះកន្លោះឡើងតម្លាក់ចុះតម្លាក់ឡើងគឺខ្ញុំតម្លាក់ថ្មិញតម្លាក់ថ្មិញ 0.5.6.7 ស្រែតែចិត្តយើងអញ្ចឹងណាយើងមើលទៅថាសក់ហ្នឹងវាស៊ីអត់បាទបើវាអត់ស៊ីយើងតម្លាងបន្តិចបាទឧទាហរណ៍យើងតម្លាក់ 0.7 អញ្ចឹងបើវាអត់ស៊ីយើងតម្លាង 0.6.5 អញ្ចឹងទៅដើម្បីបដិញឲ្យសក់ហ្នឹងវាដាច់ smooth ស្មើគ្នាទៅវាមានធ្នែស្អាតកុំឲ្យធ្នែពីពីសៀតផ្កាមកដល់ក្រោយតិចហ្នឹងវាអុចអញ្ចឹងដល់ពេលទឹកក្រោយទៀតអុចទៀតបាទកុំឲ្យធ្វើអញ្ចឹងយើងកាត់ឲ្យស្មើមកឲ្យធ្នែវារត់កោងស្មើស្អាតនៅពេលដែលយើងបដិញធ្នែភ្ជាប់ស្អាតអស់ហើយបងប្អូនខ្ញុំដោះពុំចេញគឺខ្ញុំលេងកន្លែងណាដែលមាននៅសល់ធ្នែដែលយើងបដិញដំបងមានន័យថាបដិញតពីដែលយើងពាក់ពុំ 0.5 ហ្នឹងបាទគឺយើងដោះថ្មិញមកទៅយើងតម្លាក់ថ្មិញរហូតតម្លាក់ថ្មិញបបោះកន្លែងណាដែលវានៅសក់អត់សូវស្អាតខ្ញុំកាត់មកដល់ក្រោយនេះដោយសារតែជំនាញខ្ញុំធ្វើហើយបាទហើយបន្តមកដល់ក្រោយខ្ញុំលេងតិចឲ្យបងប្អូនមើលនេះកាត់ធ្នែឲ្យកោងដូចខ្ញុំច្អល់ប្រាប់អញ្ចឹងណាយើងជាជើងកាត់សក់រងហើយយើងសង្កេតមើលខ្លួនឯងថាកន្លែងហ្នឹងពីក្រោយអីវាអាចនឹងមានកដិកដកអុចខ្មៅអញ្ចឹងបងប្អូនធ្វើមិនកុំឲ្យមានអុចខ្មៅទៅស្អាតហើយសក់បន្ទាប់ពីយើងកាត់ចំហៀងអីនឹងហើយអស់យើងក៏ចាប់ផ្ដើមមកសេរីសក់លើវិញបងប្អូនសក់គាត់នឹងវែងបាទវែងនេះបាទហើយគាត់ឲ្យកាត់នៅពេលដែលគាត់តម្លាក់វែងមកឲ្យគាត់ស្មើចាមនៅឃើញគាត់ច្អល់ប្រាប់ទេបាទគាត់ថាឲ្យកាត់ស្មើចាមមកបងសក់នឹងគ្រូគាត់ចាប់ផ្លាច់គ្រូកាត់អញ្ចឹងគាត់កាត់ឲ្យជាងកាត់ទៅហើយផ្លាច់គ្រូកាត់អញ្ចឹងគ្រូកាត់លើដើមអ្នកទាំងអស់គ្នាធ្វើការកាត់សក់លើជូនភ្ញៀវអ្នកទាំងអស់គ្នាត្រូវសួរភ្ញៀវឲ្យច្បាស់បាទកន្លែងហ្នឹងត្រូវសួរច្បាស់មែនតើបងឲ្យយើងនឹងភ្ញៀវហ្នឹងគឺស៊ីចង្វាក់គ្នានៅពេលយើងសួរហ្នឹងមិនដល់ពេលដែលយើងកាត់សក់លើទៅយើងអត់ច្បាស់មួយភ្ញៀវយើងកាត់ទៅខុសសក់ភ្ញៀវអញ្ចឹងវាបាក់ដោយសារតែឥឡូវក្មេងៗគាត់ស្រឡាញ់សក់ខ្លាំងណាស់បងប្អូនបាទស្រឡាញ់សក់បាំងថ្ងៃហ្នឹងបាទដែលអូនហ្នឹងសក់គាត់ពីដំបូងគាត់ទុកបាំងថ្ងៃតែឥឡូវទុកលើចាមវិញបាទបន្ទាប់ពីខ្ញុំកាត់សក់ចំហៀងហើយកន្លែងនេះបងប្អូនដែលធ្វើអញ្ចឹងឯងបាទគឺខ្ញុំកាត់បន្ថយទម្ងន់សក់បាទឲ្យសក់ហ្នឹងវាស្រាលនៅពេលដែលវែកទៅវាធ្លាក់បែបធម្មជាតិវាអត់ដុបទេបើយើងអត់ធ្វើអញ្ចឹងវាអាចនឹងដុបរឹងដូចគល់អុសហ្នឹងបងប្អូនធ្វើអញ្ចឹងក៏បានបងប្អូនសាប់ក៏ត្រែសាប់ក៏បានអត់បញ្ហាទេវាដូចតែគ្នាទេបើយើងសាប់ក៏ត្រែសាប់កុំសាប់កន្លែងដែលបើសាប់មួយហើយទៅពី
ពីកន្លែងផ្សេងមួយទៀតចឹងទៅសាប់ដាលអាចទៅសក់នឹងគេស្ដាងហើយក្បិចក្បត់វាអត់មានស្ដាប់ធ្នាប់អញ្ចឹងវិធីការកាត់សក់លើបងប្អូនទាញសក់បឆោឡើងលើហើយពុតមកក្រោយណាបងប្អូនពុតមកក្រោយដើម្បីកុំឲ្យសក់នឹងធ្លាក់លើមុខភ្ញៀវពូបើយើងដាក់ដង្ហាលពីមុខវាអាចនឹងធ្លាក់ពីមុខមកចូលភ្នែកចូលមុខចូលមាត់គេទាញមកក្រោយតិចមកឬក៏បាញ់ទឹកឲ្យសើមតិចមកវាមិនសូវហុយនិយាយខ្លីទៅគឺបងប្អូនមើលតាមជាក់ស្ដែងដែលខ្ញុំធ្វើហ្នឹងណាខ្ញុំមិនដឹងអធិប្បាយមិនទេពេលខ្លះខ្ញុំអធិប្បាយច្រើនពេកវាយើងញ៉ៃញ៉ៃវាតប៉ែអញ្ចឹងទៅអញ្ចឹងបងប្អូនទស្សនាទាំងអស់គ្នាទៅបាទខ្ញុំពិបាកនិយាយច្រើនពេលខ្លះនិយាយច្រើនវាអាចនឹងធុញទេបើសិនជាបងប្អូនអត់ធុញទេកុំភ្លេច comment ប្រាប់ម្នាក់មួយមកបាទហ្នឹងហើយបងប្អូនដល់នាទីនេះបងប្អូនកុំភ្លេចជួយចុច subscribe channel ខ្ញុំម្នាក់មួយមកបាទបើសិនជាអាចណាបងចូលមកទស្សនាចុច subscribe channel ខ្ញុំម្នាក់មួយមកវីដេអូនៅក្នុង channel YouTube របស់ខ្ញុំផុស2ថ្ងៃម្ដងបាទក្នុង2ថ្ងៃខ្ញុំផុសមួយវីដេអូអញ្ចឹងណាបាទកុំឲ្យបងប្អូនសាំអញ្ចឹងតែបើសិនជាបងប្អូនចូលចិត្តនៃការធ្វើវីដេអូចែកម្លែកជូនបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយផងបាទក្រុម3លើកទឹកចិត្តជាងអីចឹងណាឥឡូវបាន30ជាងហើយបងប្អូនជួយចូលមើលម្នាក់មួយជួយ subscribe ម្នាក់មួយបងប្អូនបាទមិនជាអស់អីទេគ្រាន់តែចុច subscribe ចោលបងប្អូនបើសិនជាបងប្អូនចង់មើលតទៀតក៏ចូលមើលទៅនៅពេលដែលខ្ញុំផុសទៅគឺមានគឺបងប្អូនដឹងអញ្ចឹងណាបាទបើសិនជាបងប្អូនចង់បានបទពិសោធន៍បន្ថែមទៀតខ្ញុំមិនមែនជាជាងអាជីពខ្លាំងណាគ្រាន់តែចែកម្លែកបងប្អូនយើងដែលទៅបង្រៀនទៅអីបាទហាងថ្មីដែលអត់តចេះកាត់ម៉ូដអីផ្សេងអញ្ចឹងណាប៉ុន្តែភាគច្រើនហ្នឹងគឺអ្នកបើកហាងក៏គាត់ចេះហើយបាទអានេះគឺសម្រាប់ជាងដែលគាត់ទៅបង្រៀនទេនេះហើយសក់ខាងមុខគឺខ្ញុំកាត់ទុកគាត់ដល់ពេលគាត់វិញមកវាប្រាស់ចាមអញ្ចឹងវាអត់នឹងខ្លីប្រហែលទេបាទគឺតម្រូវចិត្តភ្ញៀវគាត់ចង់មកប៉ុណ្ណឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរបាទអរគុណច្រើន